ខេត្តរតនគិរីគឺជាខេត្តមួយដែលស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាននៃប្រទេសកម្ពុជាដែលមានទីតាំងភូមិសាស្ត្រសំខាន់ៗមានព្រំប្រទល់ជាប់នឹងប្រទេសឡាវនៅភាគខាងជើងនិងប្រទេសវៀតណាមនៅភាគខាងកើតទីតាំងនេះបានធ្វើឲ្យខេត្តរតនគិរីក្លាយជាច្រកសេដ្ឋកិច្ចដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរទំនិញនិងវប្បធម៌ក្នុងតំបន់ខេត្តនេះត្រូវបានគេស្គាល់យ៉ាងច្បាស់លាស់ថាជាខេត្តមួយដែលមានធម្មជាតិដ៏ស្រស់ស្អាតនិងការអភិវឌ្ឍដែលកំពុងតែមានសន្ទុះខ្លាំងម្ចាស់ចម្ការដំណាំទុរេននៅខេត្តរតនគិរីកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅតំបន់ឦសាននៃប្រទេសកម្ពុជាតាមឡើយមកហ្នឹងខ្ញុំមានដីផ្ទាល់ខ្លួនហ្នឹងចំនួន1ហិកតាកន្លះហើយនៅក្នុងនោះដែរហ្នឹងខ្ញុំដាំបានទុរេននឹងចំនួន100ដើមហើយនឹងលម៉ើនឹងបានប្រហែលជា50ដើមជាមួយនឹងលក្ខណៈពិសេសនៃដីក្រហមដ៏មានជីជាតិនិងអាកាសធាតុត្រូពិចសមស្របខេត្តនេះមានសក្តានុពលខ្ពស់ក្នុងការដាំដុះទុរេនដែលមានគុណភាពខ្ពស់សម្រាប់បំពេញតម្រូវការទីផ្សារចំពោះម្ចាស់អាជីវកម្មបោះដុំនិងលក់រាយអីវ៉ាន់គ្រប់មុខនៅខេត្តរតនគិរីដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋាននេះខ្ញុំចាប់ផ្ដើមពីការលក់ដូរតិចតួចនៅខាងមុខផ្ទះប៉ុន្តែខ្ញុំមានសុបិនធំខ្ញុំចង់ផ្គត់ផ្គង់ទំនិញទូទាំងខេត្តពេលមានការលក់កើនឡើងខ្ញុំត្រូវពង្រីកអាជីវកម្មបន្ថែមដូចជាឃ្លាំងបុគ្គលិកនិងយានយន្តប៉ុន្តែខ្ញុំគ្មានដើមទុនគ្រប់គ្រាន់ទេធនាគារ SBI លីហួរជឿជាក់លើវិនិយោគរបស់ខ្ញុំធនាគារបានផ្ដល់ប្រាក់កម្ចីដោយពឹងផ្អែកលើមុខជំនួយរបស់ខ្ញុំខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការប្រកាសបើកសម្ពោធជាផ្លូវការនៅទីតាំងថ្មីនៃសាខាខេត្តរតនគិរីរបស់ធនាគារ SBI លីហួរដែលមានទីតាំងស្ថិតនៅក្នុងភូមិភ្នំស្វាយសង្កាត់បឹងកសែងក្រុងបានលុងខេត្តរតនគិរីយើងមកទីនេះគឺដើម្បីផ្ដល់នៅសេវាកម្មសេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតនិងគួរឲ្យទុកចិត្តដើម្បីភាពរីកចម្រើនទាំងអស់គ្នាខ្ញុំជឿជាក់ថាសេវាហិរញ្ញវត្ថុដែលមានប្រសិទ្ធភាពគឺជាកូនសោដ៏សំខាន់មួយក្នុងការជំរុញភាពរីកចម្រើនសម្រាប់បុគ្គលអាជីវកម្មខ្នាតតូចមធ្យមនិងសហគមន៍ទាំងមូលអានេះជាបទពិសោធន៍របស់ខ្ញុំចង់ណែនាំទៅដល់ខាងវិជាកសិករនៅរស់នៅក្នុងខេត្តរតនគិរីបើសិនជាអាចទេឲ្យងាកមកប្រើខាងកម្ចីធនាគារ SBI លីហួរដើម្បីពង្រីកអាជីវកម្មដូចខ្ញុំក៏អរគុណទៅដល់ខាងធនាគារ SBI លីហួរដែរដែលបានផ្ដល់កម្ចីឲ្យខ្ញុំនឹងយកមកពង្រីកអាជីវកម្មនៅក្នុងមុខរបរកសិកម្មរបស់ខ្ញុំនឹងបាទសូមអរគុណសូមជម្រាបលាបងប្អូនមានបំណងចង់ពង្រីកអាជីវកម្មកុំស្ទាក់ស្ទើរអាចទំនាក់ទំនងជាមួយធនាគារ SBI លីហួរគ្រប់ទីតាំងក្នុងប្រទេសកម្ពុជាជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះថនឡូតួនាទីជាប្រធានសាខានៃធនាគារ SBI លីហួរសាខាខេត្តរតនគិរីយើងមានការទទួលនៅប្រាក់បញ្ញើសន្សំគ្រប់ប្រភេទទៅតាមតម្រូវការបរទេសជនហើយជាពិសេសយើងមានទូ ATM ដែលយើងបើកដំណើរការ24ម៉ោងលើ24ម៉ោងជូនប្រជាពលរដ្ឋយើងហើយពិសេសយើងមានថ្មីយើងមានកាតវីសាពហុរូបិយប័ណ្ណមួយដែលយើងផ្ដល់ជូនដោយឥតគិតថ្លៃជូនទៅដល់អតិថិជនអញ្ចឹងសូមបងប្អូនអតិថិជនទាំងអស់អញ្ជើញមកកាន់ទីតាំងធនាគារដើម្បីទទួលបាននៅសេវាកម្មទាំងអស់នេះដោយយើងមានបុគ្គលិកដែលគាត់បានផ្ដល់សេវាកម្មជូនដោយភាពទុកចិត្តនិងរស់រាយរាក់ទាក់ទៅកាន់អតិថិជនផងដែរហើយជាចុងក្រោយខ្ញុំបាទសូមជូនពរទៅដល់អតិថិជនទាំងអស់ឲ្យមានភាពជោគជ័យរីកចម្រើនប្រកបមុខរបរទទួលបានជោគជ័យគ្រប់គ្នាពិសេសទទួលបាននៅសុខភាពល្អបរិបូរណ៍ទាំងអស់គ្នាជូនពរបងប្អូនទាំងអស់គ្នាសូមជម្រាបលា